dương một bác sĩ lùm hạt tổng óc nè chẳng lấy lùm hạt tìm muối từ bộ kế trong nước không lùm hạt tìm muối dương cái ở dương bác sĩ miền buồn sầm lúa tìm muối cái ở dương rau tụ sập thì pi cái ở dương rau sum pía thì bây giờ mà nó trong cái là tập họ nó cứ dùng lại là tập họ chọn cái đó bớt vì bằng hàng chọn mà lẹ ai chọn cái này bây giờ tạm sum hàng gram này cái bây giờ ở dương bà chẳng mình bà đấy trong sông lục ya cháu nhưng đang ấy cả na piệt thang cái rồi bắt tụ sập rồi chúng luôn sập cứ dương praoประมาณวิธีโบchẳngនៅក្នុងមេរៀនយើងរៀនមកកាលណាយើងប្រើប្រមាណវិធីបូកគឺត្រូវប្រើរូបមន្តមួយឈ្មោះថារូបមន្តសាំអញ្ចឹងយើងវាយសញ្ញាស្មើមកហើយយើងវាយពាក្យសាំ SUM យើងថេបមួយមកអញ្ចឹងវាបានបង្ហាញនៅកតក្ករីឬក៏ syntax រឿងហៅថាប្រមាណវិធីខ្មែរយើងដើម្បីប្រើប្រាស់រូបមន្តសាំយើងត្រូវមាន number 1 2 3រហូតចឹងទៅព្រោះអីបូកវាត្រូវការបូកលេខអញ្ចឹងយើងបូកមកយើងអូសយើងយកមកអូសតែម្ដងពីបន្ទុកនៅក្នុងមុខវិជ្ជាគណិតរហូតដល់មុខវិជ្ជាពលរដ្ឋតមកយើងបិទរង្វង់កញ្ចក់យើង enter អញ្ចឹងវាបង្ហាញបាទហើយដល់ពេលបានមកយើងអូសវាចុះមកក្រោមមកគឺយើងបានបន្ទុកសរុបបាទនេះមួយដល់មកទៀតមជ្ឈមភាគយើងប្រើរូបមន្តមួយទៀតគឺរូបមន្ត average ហ្នឹងគឺយើងសម្រាប់រកមជ្ឈមភាគកាលណាគេនិយាយពីការរកមជ្ឈមភាគនៃបន្ទុកមានថាគេរកចំនួនបន្ទុកមួយដែលនៅចំចន្លោះកណ្ដាលនៃបន្ទុកទាំងអស់ឬក៏រកតម្លៃស្មើនៅក្នុងតម្លៃជាច្រើនដែលវាមិនស្មើគ្នាឧទាហរណ៍មុខវិជ្ជាទាំងអស់ខ្មែររហូតដល់ពលរដ្ឋនេះវាទាំងអស់11មុខអញ្ចឹងបន្ទុកវាអត់ស្មើគ្នាទេមាន10មាន20មាន100មាន80អញ្ចឹងគេសួរថាចុះបើសិនបើបន្ទុកទាំងអស់ហ្នឹងវាបានបន្ទុកស្មើគ្នាវិញតើវានៅក្នុងតម្លៃបន្ទុកប្រមាណអញ្ចឹងហើយគេត្រូវប្រើរូបមន្ត average អញ្ចឹងយើងស្មើមកយើងវាយពាក្យ average តោះមកយើងអូសដូចរូបមន្តសាំដែរបាទហើយយើងបិទរោងកញ្ចក់ enter អញ្ចឹងវា33.27អញ្ចឹងកន្លែងហ្នឹងយើងអាចបង្គុតលេខក្រោយគ្រាសហើយយើងមកស្ដាំមកយើងយកសញ្ញាមួយនេះ decrease decimal ពីលេខ02មក01មានន័យថាពីច្រើនខ្ទង់មកតិចខ្ទង់អញ្ចឹងយើងទុកប្រមាណខ្ទង់2ខ្ទង់បានអូខេប៉ុណ្ណឹងចុះហើយយើងអស់មកធម្មតានៅក្នុង Excel បើយើងមិនប្រើប្រព័ន្ធក៏បានការគណនារកមជ្ឈមភាគអីនេះយើងអាចបូកសរុបបន្ទុកទាំងអស់ហើយចែកនឹងចំនួនមុខវិជ្ជាទៅក៏វាចេញពីគ្នាដែរខ្ញុំឧទាហរណ៍តេស្តឲ្យមើលមួយចុះបើខ្ញុំប្រើវិធីមួយទៀតខ្ញុំអាចប្រើរូបមន្តសាំហើយខ្ញុំអូសទាំងអស់ខ្ញុំបិទរោងកញ្ចក់ហើយខ្ញុំប្រើសញ្ញាចែកហើយទាំងអស់11មុខទៅខ្ញុំចែក11 enter លទ្ធផលចេញដូចគ្នាប៉ុន្តែកាលណាយើងប្រើរូបមន្តវាស្រួលហើយយើងអូសមកបែបហ្នឹងឥឡូវយើងមកដល់ចំណាត់ថ្នាក់វិញម្ដងចំណាត់ថ្នាក់យើងប្រើរូបមន្តមួយគឺ rank គឺការឲ្យចំណាត់ថ្នាក់អញ្ចឹងការឲ្យចំណាត់ថ្នាក់យើងត្រូវគិតដែរថាតើចំណាត់ថ្នាក់ហ្នឹងយើងឲ្យបន្ទុកធំបំផុតលេខ1ឬក៏ឲ្យបន្ទុកតូចបំផុតលេខ1អាហ្នឹងអាស្រ័យលើយើងកំណត់ទេតែជាទូទៅនៅក្នុងប្រព័ន្ធបន្ទុកគេឲ្យបន្ទុកទៅលើសិស្សណាដែលមានបន្ទុកច្រើនជាងគេបំផុតឬក៏មជ្ឈមភាគធំជាងគេបំផុតហ្នឹងយើងឲ្យទៅលេខ1ហើយយើងឲ្យលំដាប់ចុះលេខ2លេខ3ចឹងមកអញ្ចឹងយើងប្រើរូបមន្ត rank ស្មើ rank បាទតមកយើងរៀនមើលប្រមាណវិធីឬក៏ syntax របស់គេ number គឺតម្លៃណាមួយដែលយើងត្រូវការយកមកសម្រាប់កំណត់ដើម្បីឲ្យវាចាត់ថ្នាក់នៃតម្លៃលេខហ្នឹងអញ្ចឹងយើងយកកន្លែងមជ្ឈមភាគក៏បានយើងយកកន្លែងបន្ទុកសរុបក៏បានពីរហ្នឹងមួយណាក៏បានដែរដោយសារតែមជ្ឈមភាគនេះវាកាត់ចេញពីបន្ទុកសរុបទេឥឡូវដើម្បីឲ្យបានលេខតិចខ្ញុំមើលលេខមជ្ឈមភាគចុះទីយកកន្លែងមជ្ឈមភាគបន្ទាប់មកយើងគ្រាសមួយទី2គឺ reference reference នេះគឺជាបន្ទុកផ្សេងទៀតដែលយើងត្រូវយកមកធៀបនឹងបន្ទុកដំបូងគេដែលយើងយកមកប្រៀបធៀប
ចឹងពេលដែលយើងកាលណាយើងធ្វើចំណាត់ថ្នាក់គឺយើងត្រូវធ្វើពីលើចុះក្រោមទាំងអស់នេះយើងយកបន្ទុកទាំងអស់នោះមកប្រៀបធៀបអញ្ចឹងហើយកន្លែង reference គឺយើងត្រូវ select ទាំងអស់បន្ទុកទាំងអស់ចុះពីលើចុះក្រោមមកបាទបន្តមកទៀតយើងដាក់comma មួយទៀតហើយកន្លែងនេះយើងប្រើនេះដែលខ្ញុំនិយាយថាតើយើង decimal ឬក៏ descending ឬក៏ ascending អញ្ចឹងកាលណាយើងយកលេខ0មានន័យថាបន្ទុកដែលធំបំផុតគឺលេខ1តែបើយើងយកលេខ1មានន័យថាបន្ទុកដែលតូចបំផុតលេខ1វិញខុសគឺប៉ុណ្ណឹងហើយយើងបិទក្នុងកញ្ចក់មក enter អ្នកនរគ្នាចាំមើលថានៅពេលដែលខ្ញុំអូសមកតើមានរឿងអីកើតឡើងឃើញអ្នកនរគ្នាឃើញថាពេលដែលយើងអូសមកវាអត់ចេញតាមដែលយើងចង់បានទេលេខ2 2ដងលេខ3 2ដងខណៈពេលដែលលេខ3នេះវាចេញលេខ3ស្ទួនគ្នាតែបន្ទុក2ហ្នឹងអត់ដូចគ្នាទេលេខ1ដល់2ដងអញ្ចឹងមូលហេតុនៅត្រង់កន្លែង reference កន្លែងហ្នឹងណាយើងទី1យើងអូសពីលើមកក្រោមមានថាចុះទី2ឃើញវាធ្លាក់មកក្រោមនេះលេខ4វាធ្លាក់មកទៀតអញ្ចឹងបញ្ហាវានៅកន្លែង reference អញ្ចឹងព្រោះគោលដៅយើងអូសវាចុះមកក្រោមមកធ្វើម៉េចអាកន្លែង reference ហ្នឹងឲ្យវានៅចាប់តម្លៃទៅនឹងដដែលអញ្ចឹងខ្ញុំកែរូបមន្តឡើងតិចនេះកន្លែង reference នេះអញ្ចឹងជាទូទៅកាលណាយើងប្រើរូបមន្ត range កន្លែង reference ហ្នឹងយើងត្រូវចុច I4 បាទ function I4 មកបាទ I4 ហ្នឹងពេលដែលយើងចុចមកវាចេញសញ្ញាដុល្លារទៀតពីមុខអក្សរ P លេខ6យើងដឹងហើយអក្សរ P គឺតំណាងឲ្យកលឹម P ហើយលេខ6គឺ row ទី6អញ្ចឹងវាដាក់សញ្ញាដុល្លារពីមុខអស់ហ្នឹងកាលណាវាដាក់សញ្ញាដុល្លារពីមុខបែបហ្នឹងមានន័យថាវា fix តម្លៃហ្នឹងអត់ឲ្យរត់ទេយើងអូសមកក្រោមវានៅដដែលដែរអញ្ចឹងយើង enter សារថ្មីខ្ញុំអូសសារថ្មីបាទនេះអញ្ចឹងត្រឹមត្រូវអញ្ចឹងបន្ទុកធំបំផុត38.55លេខ2មក33អញ្ចឹងវាចុះតាមលំដាប់ធំនេះហើយគឺrange គេប្រើរូបមន្តហ្នឹងចង់ឲ្យគេលទ្ធផលយើងចង់វាបង្ហាញជាប់នឹងធ្លាក់អញ្ចឹងក្នុងនេះគេថាចូលកំណត់លក្ខខណ្ឌទៅលើបន្ទុក search របស់ search ហើយបើតិចជាង300បន្ទុកឲ្យគាត់ធ្លាក់ហើយបើច្រើនជាងហ្នឹងអត់ជាប់តែ2លក្ខខណ្ឌជាប់ឲ្យនឹងធ្លាក់អញ្ចឹងកាលណាយើងប្រើលក្ខខណ្ឌមាន2ឡើងទៅគឺត្រូវប្រើរូបមន្តមួយគឺ x ប្រសិនបើលក្ខខណ្ឌ x អូខេអញ្ចឹងនៅក្នុង if យើងមើលទី1 logical test គឺយើងដាក់លក្ខខណ្ឌឲ្យវាលក្ខខណ្ឌទៅតាមការកំណត់អញ្ចឹងប្រសិនបើបន្ទុកសរុបនឹងតូចជាង300អញ្ចឹងយើងមកមើលកន្លែងបន្ទុកសរុបយើងចុចកន្លែងបន្ទុកសរុបមកហើយយើងប្រើសញ្ញាតូចជាងបាទហើយយើងវាយលេខ300ចូលមកបាទអញ្ចឹងបើបន្ទុកជាង300គេថា value true value true មានន័យថាឲ្យវាចេញលក្ខខណ្ឌហ្នឹងទៅតាមការដែលយើងដែលពិត value true ហ្នឹងពិតមានន័យថាអញ្ចឹងប្រសិនបើវាតូចជាង300មែនអញ្ចឹងវាចេញអីពិតហ្នឹងមានន័យអញ្ចឹងយើងដាក់ថាប្រសិនបើបន្ទុកតូចជាង300ហើយគឺយើងឲ្យវាបង្ហាញកន្លែងនេះvalue គឺកន្លែងបង្ហាញតម្លៃមកអញ្ចឹងយើងចង់វាបង្ហាញអីបើវាតូចជាង300មែនអញ្ចឹងតូចជាង300យើងឲ្យវាចេញធ្លាក់អញ្ចឹងធ្លាក់យើងសរសេរអក្សរធ្លាក់ប៉ុន្តែនៅក្នុង Excel កាលណាយើងទៅជាអក្សរយើងត្រូវដាក់វានៅក្នុង double quote បាទ comma មួយទៀតចូលដល់ value is fail អញ្ចឹងចុះបើវាមិនពិតមានន័យថាចុះបើវាធំជាង300វិញឬក៏ខុសពីលក្ខខណ្ឌដែលយើងដាក់ថាធំទៅជាង300នោះអញ្ចឹងឲ្យវាចេញជាប់អញ្ចឹងយើងដាក់ក្នុងរបស់ quote ដូចគ្នាតែយើងសេពាក្យជាប់ enter មកយើងអស់យើងរកផុនតិចមកមកស្ដាំយើងដាក់ខ្មែរ OS បាត់ដំបង11ដាក់ពណ៌ស្រួលមើលអញ្ចឹងយើងមើលកន្លែងធ្លាក់លក្ខខណ្ឌវាឃើញ291ធ្លាក់ច្រើនបាទអញ្ចឹងជាប់400ជាងទេអញ្ចឹងលំហាត់ទី1មានប៉ុណ្ណឹងខ្ញុំកែប៉ុណ្ណឹងខ្ញុំគាត់ថាមួយអាចងាយយល់បាទអញ្ចឹងអរគុណ
យើងជួបគ្នានៅលំហាត់ក្រោយវីដេអូក្រោយទៀត